មានភូមិមួយភូមិនោះមានសេចក្តីសុខសេចក្តីចម្រើននិងសុខសាន្តភូមិនោះមានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្ទះផ្លូវថ្នល់មន្ទីរពេទ្យសាលាភូមិឬសាលាសង្កាត់ជាដើមថ្ងៃមួយជាថ្ងៃដ៏សែនអាក្រក់ពីភូមិដ៏សុខសាន្តប្រែទៅជាភូមិមានតែប្រជាពលរដ្ឋក្នុងភូមិនោះបានឮសំឡេងគ្រាប់បន្ទោក៏បានរត់ចេញផុតពីភូមិនោះទៅហើយមានប្រជាពលរដ្ឋមួយចំនួនក៏មិនជាអ្នកនាំក៏បាននៅទីនេះហើយអ្នកដែលជាប់ក្នុងភូមិអធិស្ឋានជាប់ជាមួយភូមិក៏បានលាក់ពួនដើម្បីជាសុវត្ថិភាពដល់អ្នករស់នៅជាប់ភូមិនេះបងឯងទៅកន្លែងមួយទៀតចុះពួកឯងមកភូមិហ្នឹងមកភូមិហ្នឹងដើម្បីបាញ់គ្នាបាទមេពួកយើងមកបាញ់គ្នាហើយយើងរកកន្លែងបាញ់គ្នាមេហើយបើឃើញណាស់គេនៅក្នុងភូមិហ្នឹងមកនាំគ្នាមកនេះគឺជាពេលចុងក្រោយរបស់ពួកឯងហើយមកកន្លែងនេះមកមកនាំគ្នាមកនឹងទៅអីនាំពូមកទៅអីហ៎ជាមួយទៅដឹងហើយបាញ់ឆែកជាសិនវៃក្រៅកាហាយក្រៅ